ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានថ្នាំឱសថបុរាណមួយប្រភេទទៀតហើយដែលអាចយកមកជួយដល់បងប្អូនដែលមានបញ្ហារឿងឈឺសន្លាក់ដៃសន្លាក់ជើងឬចុករយខ្នងចង្កេះហើយជាពិសេសហ្នឹងគឺជួយឲ្យអូនតូចរបស់យើងហ្នឹងបាទងើបស្ទុះស្ទារហ័សរហួនរឹងមាំដោយកាលយើងនៅពីក្មេងអញ្ចឹងបាទហើយក៏មានបងប្អូនជាច្រើនផងដែរបាទគាត់បាន comment មកប្រាប់ខ្ញុំថាឲ្យខ្ញុំហ្នឹងជួយបង្ហាញពីរូបមន្តបាទផ្លែញោបាទព្រោះអីនៅផ្ទះរបស់គាត់ហ្នឹងមានផ្លែញោច្រើនណាស់ប៉ុន្តែមិនដឹងថាយកទៅធ្វើអ្វីបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកផ្លែញោដើម្បីយកមកធ្វើជាថ្នាំបាទត្រាំជាមួយនឹងទឹកឃ្មុំឬមួយក៏បងប្អូនមិនមានទឹកឃ្មុំយើងអាចត្រាំជាមួយនឹងទឹកស្ករបាទស្ករអ្វីក៏បានដែរបាទមិនថាស្ករដូងស្ករត្នោតស្ករក្រហមស្ករអំពៅហ្នឹងបាទយើងអាចយកមកធ្វើជាទឹកស្ករហើយចាក់បាទជំនួសទឹកឃ្មុំបានណាបាទចឹងកុំឲ្យខាតពេលវេលាយូរសូមបងប្អូនពុកម៉ែទាំងអស់គ្នាអញ្ជើញទៅទស្សនាពីវិធីធ្វើហើយនិងវិធីប្រើជាមួយនឹងខ្ញុំដូចតទៅបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកផ្លែញោដើម្បីយកមកត្រាំជាមួយនឹងទឹកឃ្មុំបាទដើម្បីធ្វើជាថ្នាំជំនួយកម្លាំងបាទមិនថាកម្លាំងសរីរាង្គកាយឬក៏កម្លាំងអូនតូចហើយនឹងឈឺសន្លាក់ដៃសន្លាក់ជើងចុករយខ្នងចង្កេះបាទដោយសារឈាមរបស់យើងហ្នឹងរត់មិនសូវលះបាទបងប្អូនខ្លះក៏មានបញ្ហាឈាមខាប់បាទបងប្អូនខ្លះក៏មានបញ្ហាខ្លាញ់ក៏ក្នុងសរសៃឈាមជាដើមធ្វើឲ្យឈាមរបស់យើងហ្នឹងរត់បាទជុំវិញសរីរាង្គកាយរបស់យើងហ្នឹងអត់គ្រប់គ្រាន់ធ្វើឲ្យយើងឈឺចុកចាប់សន្លាក់ដៃសន្លាក់ជើងបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកផ្លែញោដើម្បីយកមកត្រាំជាមួយនឹងទឹកឃ្មុំឲ្យបងប្អូនពុកម៉ែទាំងអស់គ្នាបានឃើញបានដឹងបានស្គាល់ហើយឲ្យបានជាប្រយោជន៍ទាំងអស់គ្នាបាទដំបូងយើងគ្រាន់តែយកផ្លែញោបាទចាស់មានន័យថាផ្លែដែលវាចាស់ហើយបាទចាស់ពេញទំហឹងហើយគឺវាឡើងពណ៌សអញ្ចឹងបាទចំណែកផ្លែដែលមិនទាន់ចាស់ល្អហ្នឹងគឺនៅខៀវនៅឡើយទេបាទអញ្ចឹងដំបូងយើងយកមកលាងទឹកសម្អាតឲ្យបានស្អាតជាមុនសិនហើយចាំបងប្អូនយកទៅសម្ដិលបាទសម្ដិលដាក់ក្នុងម្លប់ណាមិនមែនយកទៅហាលថ្ងៃទេសូមបញ្ជាក់សម្ដិលឲ្យស្ងួតទឹកឲ្យស្រស់ទឹកទៅចាំបងប្អូនយកមកតម្រៀបដាក់នៅក្នុងកែវបាទកែវដែលយើងត្រាំណាបាទអញ្ចឹងបរិមាណមិនកំណត់ទេអាស្រ័យទៅលើបងប្អូនចង់ធ្វើតិចធ្វើច្រើនក៏បានដែរបាទអញ្ចឹងយើងរៀបផ្លែញោហ្នឹងឲ្យពេញកែវទៅហើយចាំបងប្អូនចាក់ទឹកឃ្មុំបាទឲ្យលិចផ្លែញោបាទឬមួយបងប្អូនមិនមានទឹកឃ្មុំបាទថាទឹកឃ្មុំថ្លៃណាស់មិនអាចយកមកចាក់បានទេបងប្អូនយកស្ករសស្ករក្រហមស្ករអំពៅស្ករដូងស្ករត្នោតហ្នឹងបាទយើងយកមកកូរជាទឹកស្ករមកហើយចាំបងប្អូនយកមកទុកឲ្យត្រជាក់ទៅបងប្អូនចាក់ឲ្យលិចកែវបាទចាក់ឲ្យលិចផ្លែញោហ្នឹងទៅបាទវិធីសាស្ត្រមួយទៀតងាយទេបងប្អូនគ្រាន់តែយកស្ករសបាទឬស្ករអ្វីក៏បានដែរយើងតម្រៀបផ្លែញោមួយជាន់ទៅយើងរោយស្ករសហ្នឹងមួយជាន់ដែរបាទយើងតម្រៀបមួយជាន់ទៀតយើងរោយស្ករសមួយជាន់ទៀតបាទអញ្ចឹងយើងធ្វើវិធីហ្នឹងគឺបាទឆ្លាស់គ្នាព្រោះត្រាតែផ្លែញោហ្នឹងពេញកែវហើយចាំយើងចាក់ស្ករបាទបំពកឲ្យពេញពីលើកែវហ្នឹងទៅបាទវិធីសាស្ត្រហ្នឹងក៏ងាយស្រួលសម្រាប់បងប្អូនដែលមិនមានពេលវេលាច្រើនកូរស្ករតែជាទឹកស្ករបាទឬមួយក៏មិនមានទឹកឃ្មុំនៅតំបន់ពុកម៉ែបងប្អូនក៏យើងអាចប្រើវិធីទាំង2ទាំង3នេះបានដូចគ្នាបាទអញ្ចឹងរយៈពេលត្រាំបាទសូមបងប្អូនត្រាំទុកឲ្យបានរយៈពេល3ខែបាទយ៉ាងហោចណាស់ក៏2ខែឡើងទៅដែរចាំយកមកទទួលទានរីឯការទទួលទានមុននឹងបងប្អូនបាទញ៉ាំហ្នឹងគឺយើងសម្រិតយកទឹកបាទនៅក្នុងកែវហ្នឹងចំនួន2ស្លាបព្រាបាយមកហើយចាំបងប្អូនលាយជាមួយនឹងទឹកក្តៅអ៊ុនឬក៏ទឹកក្តៅយើងក៏បានដែរឬមួយក៏បងប្អូនមិនមានពេលវេលាដាំទឹកក្តៅទេយើងដួសញ៉ាំ2ស្លាបព្រាបាយទៅហើយចាំបងប្អូនទទួលទានទឹកតាមក្រោយបាទលាងកកុំឲ្យក្តៅកបាទអញ្ចឹងមួយថ្ងៃយើងអាចញ៉ាំបាន2ដងអញ្ចឹងយើងអាចញ៉ាំមុនបាយក៏បានក្រោយបាយក៏បានដែរបាទមុន10នាទីឬក៏ក្រោយបាយ10 20នាទីអញ្ចឹងទៅបាទអញ្ចឹងឃើញថាផ្លែញោត្រាំជាមួយទឹកឃ្មុំនេះបាទគឺមានប្រយោជន៍ច្រើនណាស់បាទធ្វើឲ្យស្បែករបស់យើងនឹងតឹងណែនល្អបាទមានភាពសំណើមហើយជាពិសេសបងប្អូនស្ត្រីដែលមានរដូវបាទមិនទៀងទាត់ឬក៏ចុកចាប់ពេលមានរដូវហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងបាទបាត់ឈឺចុកចាប់តែម្ដងបាទហើយតកតងនឹងបញ្ហាធ្លាក់សតកតងបញ្ហាឈឺដៃស្បូនអីជាដើមហ្នឹងបាទនិយាយទៅគឺមិនថាបុរសមិនថាស្ត្រីទេឲ្យតែគាត់បានញ៉ាំផ្លែញោបាទទឹកផ្លែញោត្រាំជាមួយទឹកឃ្មុំឬក៏ស្ករសនេះហើយប្រកាសជាបានស្រួលបាទក្នុងខ្លួនគាត់ជាក់ជាបំខានបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេតកតងនឹងការត្រាំបាទផ្លែញោជាមួយនឹងទឹកឃ្មុំឬក៏ស្ករសស្ករអំពៅស្ករត្នោតយើងក៏បានដែរបាទ
ហើយមុននឹងដល់ទីបញ្ចប់នេះខ្ញុំមានថ្នាំឱសថបុរាណខ្លះៗដើម្បីណែនាំពុកម៉ែបងប្អូនបាទដែលគាត់មានជំងឺបាទប្រចាំកាយមិនថាជំងឺអីនោះទេខ្ញុំបាទមានជាប្រភេទចំណាំងឈើដាំទឹកហូបបាទព្យាបាលជំងឺដូចជាទឹកនោមផ្អែមទឹកនោមប្រៃបាទលើសជាតិស្ករឡើងជាតិអាស៊ីតហើយនឹងជំងឺថ្លើមជំងឺសួតបេះដូងបាទហើយរលាកថ្លើមក្រិនថ្លើមទាកទឹកបាទឬដូងបាទឬដូងច្រមុះជាដើមណាបាទហើយជាពិសេសបងប្អូនដែលមានបញ្ហាអសមត្ថភាពផ្លូវភេទអូនតូចទុនជ្រាយបាទហើយអូនតូចនឹងតូចបាទមិនធំមិនវែងអីខ្ញុំបាទមានជាប្រភេទថ្នាំឱសថបុរាណអាចជួយពុកម៉ែបងប្អូនបានទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយចុច like ចុច share ចុច subscribe ដល់វីដេអូរបស់ខ្ញុំផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូថ្មីៗចែកជូនពុកម៉ែបងប្អូនទស្សនានៅថ្ងៃក្រោយទៀតដល់ពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា